ជំរាបសួរស្ដីអ្នកគ្នានៅក្នុងថ្ងៃនេះយើងនឹងបន្តអេពីសូតទី3នៃសាច់រឿង The Beginning After the End អញ្ចឹងកាលពីអេពីសូតទី2 Arthur បានធ្លាក់ពីជ្រលងភ្នំហើយយើងមិនទាន់ដឹងនោះទេថាតើស្ថានភាពរបស់ Arthur នឹងយ៉ាងម៉េចទៅហើយដូច្នេះនៅក្នុងអេពីសូតទី3មួយនេះគឺយើងនឹងបានដឹងហើយមិនតែប៉ុណ្ណោះនៅក្នុងអេពីសូតមួយនេះគឺយើងនឹងបានឃើញតួអង្គថ្មីក៏ដូចជាយើងនឹងមានចម្ងល់ជាច្រើនទៀតផងដែរអញ្ចឹងកុំឲ្យគ្នាយើងរងចាំយូរតចាប់ផ្ដើមជាមួយនឹងអេពីសូតទី3នៃសាច់រឿង The Beginning After the End តែម្ដងចាប់ផ្ដើមនៃសាច់រឿងមកគឺយើងបានឃើញជាមួយនឹងក្មេងស្រីម្នាក់បាននិយាយថាគឺនាងបានរកឃើញអ្វីម្យ៉ាងដែលស្រស់ស្អាតខ្លាំងមែនទែនហើយនាងមិនគិតនោះទេថាខ្លួនឯងនឹងអាចនឹងឃើញវាម្ដងទៀតវាពិតជាមានទិដ្ឋភាពស្រស់ស្អាតខ្លាំងណាស់នៅសល់ពេលហ្នឹងម្ដាយរបស់នាងបានសួរថាតើមានរឿងអាក្រក់កើតឡើងដែរឬទេក្មេងស្រីម្នាក់ហ្នឹងក៏បានតបទៅវិញថាអ្វីដែលមិនល្អនឹងកើតឡើងប្រសិនបើគ្មាននរណាម្នាក់ព្យាយាមដោះស្រាយបញ្ហាឬក៏ផ្លាស់ប្ដូរស្ថានភាពនោះទេបន្ទាប់ពីហ្នឹងមកយើងកាត់មកកាន់ Arthur ឯណែវិញដែលយើងបានឃើញថា Arthur គឺគាត់មិនទាន់ស្លាប់ឡើយនៅកំឡុងពេលនឹងផងដែរ Arthur បានជួបជាមួយនឹងបិសាចមួយក្បាលដែលមានទំហំធំខ្លាំងមែនទែនហើយ Arthur បានគិតថាបិសាចមួយក្បាលនឹងអាចនឹងធ្វើបាបគាត់អីអញ្ចឹងណាដូច្នេះហើយមិនចាំយូរនោះទេ Arthur ក៏បានហក់ចូលទៅវាយប្រហារបិសាចមួយក្បាលនឹងតែម្ដងក៏ប៉ុន្តែគ្រាន់តែវាយកដៃរបស់វាផ្ទាត់ទៅលើក្បាលរបស់ Arthur នឹងគឺធ្វើឲ្យ Arthur ប៉ើងឡើងប្រមាណម៉ែត្រឯណោះក៏ដូចជាវាបានប្រាប់ទៅកាន់ Arthur ផងដែរ Arthur មានរឿងជាច្រើនដែលត្រូវរៀននៅឡើយហើយវាមិនធ្វើបាប Arthur នោះទេគឺវាស្ថិតនៅខាង Arthur មិនតែប៉ុណ្ណោះនៅកំឡុងពេលហ្នឹងបិសាចមួយក្បាលហ្នឹងបានទៅបេះជាមួយនឹងផ្លែឈើឲ្យ Arthur ដោយសារតែមើលទៅកាន់ Arthur ដូចជាឃ្លានហើយណាមួយនៅពេលនេះជើងរបស់ Arthur នឹងត្រូវបានក្រិចណាដូច្នេះហើយបើសិនជា Arthur ចង់ឆាប់ជាឲ្យគាត់នឹងញ៉ាំផ្លែឈើទាំងអស់នឹងសិនទៅហើយឥឡូវនេះ Arthur មិនគួរធ្វើដំណើរទៅណាឡើយក៏ដូចជាបិសាចមួយក្បាលនឹងបាននិយាយថា Arthur នឹងគឺជាមនុស្សម្នាក់ដែលមានសំណាងខ្លាំងមែនទែនដែលបានរស់រានមានជីវិតហើយបិសាចមួយក្បាលនឹងក៏បានប្រាប់ Arthur ផងដែរញ៉ាំឲ្យហើយសិនទៅបើសិនជា Arthur ចង់ដឹងអីចាំគាត់ឆ្លើយបន្ទាប់ពី Arthur ញ៉ាំរួចហើយគាត់ក៏បានសួរថាតើប៉ាម៉ាក់របស់គាត់នឹងមិនអីតើពួកគេទាំងពីរនាក់មានគ្រោះថ្នាក់ដែរឬទេបន្ទាប់ពីបានលើបែបនេះបិសាចមួយក្បាលនឹងបាននិយាយថាគាត់មិនអាចចាកចេញពីទីនេះបានឡើយក៏ប៉ុន្តែគាត់អាចមើលពីចម្ងាយបានហើយនៅសល់ពេលហ្នឹងគាត់ក៏បានប្រើប្រាស់វេទមន្តក៏ដូចជាឃើញថាពួកចៅទាំងអស់ហ្នឹងបានស្លាប់ឡើងរេលហ្មងក៏ដូចជាគាត់បានប្រាប់ទៅកាន់ Arthur ថាគ្រួសាររបស់ Arthur ហ្នឹងគឺនៅរស់ទាំងអស់គ្នានោះទេហើយពួកគេបានបន្តដំណើររបស់ពួកគេហ្នឹងកាលពីប្រហែលថ្ងៃមុនបន្ទាប់ពី Arthur បានឮអញ្ចឹងគឺធ្វើឲ្យគេហ្នឹងសប្បាយចិត្តខ្លាំងមែនទែនហើយ Arthur ក៏ធូរស្រាលនៅក្នុងចិត្តដែរនៅសល់ពេលហ្នឹងបិសាចមួយក្បាលហ្នឹងបានណែនាំឈ្មោះទៅកាន់ Arthur ដែលគាត់មានឈ្មោះថា Sylvia នៅពេលដែល Arthur បានស្គាល់ឈ្មោះហើយគាត់ក៏បានអរគុណ Sylvia តែម្ដងជាពិសេសបើតាមយើងមើលទៅនៅលើដើមទ្រូងរបស់ Sylvia នឹងដូចជាមានស្នាមរបួសណាក៏ប៉ុន្តែយើងមិនទាន់ដឹងនោះទេថាតើ Sylvia នឹងមានរបួសតាំងពីពេលណាបន្ទាប់ពីនឹងមកក្មេងស្រីដែលយើងបានឃើញតាំងពីដើមរឿងនាងក៏បានសួរទៅកាន់ម៉ាក់របស់នាងថាតើម៉ាក់គិតថាខ្ញុំគួរធ្វើអ្វីបន្ទាប់ពីបានលើសំណួរមួយនេះគាត់ក៏បានតបទៅកាន់កូនស្រីរបស់គាត់ថាប្រហែលជាកូនស្រីរបស់គាត់នឹងដឹងចម្លើយរួចទៅហើយក្មេងស្រីនឹងក៏បានតបទៅវិញថាអញ្ចឹងប្រហែលជាខ្ញុំនឹងមិនអាចរក្សាអាចកំបាំងបានទៀតនោះទេមើលទៅបន្ទាប់ពីនឹងមកប៉ុន្មានថ្ងៃក៏បានកន្លងផុតទៅគឺយើងបានឃើញថា Arthur នឹងបានជាសះស្បើយទៅហើយគាត់ក៏ចង់ត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់បំផុតផងដែរក៏ប៉ុន្តែវាហាក់ដូចជាមិនមែនកើតឡើងនាពេលឆាប់នេះនោះទេមូលហេតុគឺដោយសារតែបើតាម Sylvia ប្រាប់គាត់គឺថានៅពេលនេះទីតាំងដែល Arthur កំពុងតែរស់នៅគឺនៅជិត Elsire Forest ហើយវាគឺជាកន្លែងដែលមានសត្វព្រៃក៏ដូចជាមនុស្សអាក្រក់ជាច្រើនតែថា Sylvia ក៏ដឹងពីវិធីសាស្ត្រដើម្បីចាក់ចេញពីទីនេះដោយសុវត្ថិភាពផងដែរនៅសល់ពេលហ្នឹង Sylvia បាននិយាយថាគឺនាងដឹងថា Arthur នឹងចង់ត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់តាមតែអាចធ្វើទៅបានក៏ប៉ុន្តែវិធីសាស្ត្ររបស់ Sylvia នឹងគឺត្រូវការពេលវេលាយូរហើយវាពិតជាលំបាកខ្លាំងមែនទែនដែលវិធីសាស្ត្រមួយនោះគឺ Sylvia ចង់បង្កើតជាមួយនឹងច្រកលំហមួយដើម្បីឲ្យ Arthur ទៅជួបម្ដាយឪពុករបស់ខ្លួនឯងវិញក៏ដូចជាយើងបានឃើញថានៅពេលទំនេរ Arthur បានយកម៉ែឈើនឹងធ្វើជាដាវដើម្បីធ្វើការវឹកហាត់អញ្ចឹងណាហើយ Arthur ក៏បាននិយាយក្នុងចិត្តផងដែរ Sylvia មិនដែលនិយាយអំពីខ្លួនរបស់នាងនោះទេហើយជាមួយនឹងរូបរាងកាយបិសាចរបស់នាងគឺអាចធ្វើឲ្យ Arthur នឹងស្រែកយំហើយភ័យខ្លាចថែមទៀតផងហើយ Arthur ក៏បានសួរក្នុងចិត្តថាតើ Sylvia នឹងបានប្រយុទ្ធជាមួយនឹងអ្វីខ្លះមើលទៅកាន់នាងដូចជាមិនចែករំលែកព័ត៌មានលម្អិតណាមួយឡើយក៏ប៉ុន្តែបើទោះបីជាយ៉ាងណា Sylvia មានភាពកក់ក្ដៅរួមទាំងចិត្តល្អផងដែរនៅកំឡុងពេលហ្នឹង Arthur ក៏បានឡើងទៅលើថ្មដើម្បីសមាធិក្នុងការប្រមូលផ្ដុំម៉ាណាចូលទៅក្នុងខហើយនៅពេលដែល Sylvia ឃើញអញ្ចឹងនាងក៏បានសួរទៅកាន់ Arthur ថាតើ Arthur
Arthur នឹងមានម៉ាណាខយមែនក៏ដូចជា Sylvia បានប្រើប្រាស់ជាមួយនឹង technique មួយដើម្បីឲ្យ Arthur មើលអញ្ចឹងណាបន្ទាប់ពី Arthur បានឃើញអញ្ចឹងគឺធ្វើឲ្យគាត់នឹងភ្ញាក់ផ្អើលខ្លាំងមែនតើនៅសល់ពេលហ្នឹង Sylvia ក៏បានសួរទៅកាន់ Arthur ថាតើ Arthur ដឹងទេនៅពេលនេះនាងកំពុងតែធ្វើអ្វី Arthur ក៏បានប្រាប់ទៅកាន់ Sylvia វិញថាគឺគាត់ដឹងនៅកំឡុងពេលនេះ Sylvia កំពុងតែប្រើប្រាស់វេទមន្តផងប្រមូលផ្ដុំម៉ាណាផងនិយាយរួមទៅគឺយើងអាចប្រើប្រាស់វេទមន្តផងប្រមូលផ្ដុំម៉ាណាចូលទៅក្នុងខក្នុងរយៈពេលតែមួយបានហើយបើសិនជាយើងលើកឧទាហរណ៍ឲ្យស្រួលស្ដាប់ប្រៀបដូចជាយន្តហោះហ្នឹងកំពុងតែហោះនៅលើមេឃតែថាកំពុងតែហោះហ្នឹងគឺយន្តហោះមួយហ្នឹងអាចចាក់សាំងបានថែមទៀតហើយ Arthur ក៏បានគិតនៅក្នុងចិត្តថាវាគឺជារឿងមួយដែលមិនអាចទៅរួចនោះទេនៅសល់ពេលហ្នឹង Sylvia ក៏បានប្រាប់ទៅកាន់ Arthur ថាពូជសាសន៍របស់មនុស្សហ្នឹងគឺមានចំណេះដឹងខ្លាំងមែនតែនតាក់ទងជាមួយនឹងម៉ាណាក៏ប៉ុន្តែពួកគេតែងតែគិតខុសដោយសារតែពួកគេគិតថាការទទួលបានម៉ាណាជាមួយនឹងការប្រើប្រាស់ហ្នឹងគឺវាខុសគ្នានៅពេលដែលទទួលបានគឺយើងធ្វើការសមាធិដើម្បីប្រមូលផ្ដុំម៉ាណាហើយនៅពេលដែលប្រមូលផ្ដុំហើយគឺយកវាទៅប្រើប្រាស់ក៏ដូចជាទ្រឹស្ដីមួយនេះគឺពិតជាខុសខ្លាំងមែនតែនក៏ដូចជាប្រសិនបើប្រៀបធៀបជាមួយនឹង Mana Beast គឺថាពពួក Mana Beast នឹងអាចប្រមូលផ្ដុំ Mana ផងប្រើប្រាស់វេទមន្តផងក្នុងពេលតែមួយបានហើយការធ្វើបែបនេះប្រៀបដូចជាការដកដង្ហើមរបស់ពួកគេអញ្ចឹងវាគឺជារឿងមួយដ៏ងាយស្រួលខ្លាំងមែនតែនហើយ Sylvia ក៏បានសួរទៅកាន់ Arthur ថាតើគាត់ចង់រៀនដែរឬទេ Arthur ក៏បានឆ្លើយភ្លាមៗតែម្ដងគឺគាត់ចង់រៀនខ្លាំងណាស់បន្ទាប់ពីបានលើបែបនេះ Sylvia ក៏បានសួរសំណួរមួយសិនមុនពេលដែលពួកគេចាប់ផ្ដើម Sylvia បានសួរទៅកាន់ Arthur ថាបន្ទាប់ពី Arthur អាចរៀនតិចៗមួយនេះចេះតើគាត់នឹងយកចំណេះដឹងមួយនេះទៅធ្វើអ្វីជាមួយនឹងសមត្ថភាពមួយនេះគឺ Arthur អាចនឹងមានថាមពលកាន់តែសាហាវជាងមុនទៅទៀតដូច្នេះហើយគាត់មានគោលបំណងអ្វីបន្ទាប់ពីគាត់មានថាមពលកាន់តែខ្លាំងទៅ Arthur ក៏បានឆ្លើយទៅវិញថាគឺគាត់នឹងសងសឹកជាមួយនឹងមនុស្សអាក្រក់ទាំងអស់នោះបន្ទាប់ពី Sylvia បានដឹងអញ្ចឹងនាងក៏បានដាក់ម៉ាកញ្ញតែម្ដងហើយនាងបានប្រាប់ទៅកាន់ Arthur ថា Arthur នៅពេលនេះធ្លាក់បាត់ហើយបើចាំរៀនទៀតនោះទេពីព្រោះថានាងមិនចង់បង្រៀននរណាម្នាក់ដែលមានគំនុំគុំគួនហើយចង់សម្លាប់អ្នកដទៃបែបនេះឡើយ Arthur ក៏បានប្រកែកទៅវិញថាសត្រូវគឺយើងត្រូវតែសម្លាប់អញ្ចឹងហើយ Arthur ក៏បានគិតនៅក្នុងចិត្តផងដែរមូលហេតុនេះហើយដែលគាត់អាចក្លាយទៅជាស្ដេចម្នាក់ដែលមានថាមពលខ្លាំងនៅកំឡុងពេលហ្នឹង Sylvia ក៏បានសួរមួយសំណួរទៀតតើ Arthur សប្បាយរីករាយខ្លាំងណាស់មែនទេនៅពេលដែលគាត់មានគំនិតចង់សម្លាប់សត្រូវរបស់គាត់ហើយ Sylvia ក៏បានយកដៃរបស់នាងនឹងដាក់ជិតក្បាលរបស់ Arthur ក៏ដូចជានាងបាននិយាយថាដៃរបស់នាងអាចធ្វើឲ្យ Arthur នឹងឈឺចាប់បានយ៉ាងងាយក៏ប៉ុន្តែដៃរបស់នាងអាចប៉ះ Arthur បានដោយថ្នមៗដូចគ្នាហើយ Sylvia ក៏បានសួរទៅកាន់ Arthur ថាតើ Arthur ចង់បានមួយណា Arthur ក៏បានប្រាប់ទៅកាន់ Sylvia ថាគឺគាត់ចង់ឲ្យ Sylvia នឹងប៉ះគាត់ដោយថ្នមៗ Sylvia ក៏បានតបទៅកាន់ Arthur វិញថាគឺនាងគិតអញ្ចឹងដូចគ្នាហើយ Sylvia ក៏បាននិយាយណែនាំទៅកាន់ Arthur ផងដែរកំហឹងនឹងការស្អប់កើតឡើងបានយ៉ាងលឿនហើយคล้ายទៅជាការកាត់សម្លាប់គ្នាហើយការកាត់សម្លាប់ការប្រយុទ្ធគ្នាអីហ្នឹងគឺវាមានអារម្មណ៍ល្អក្នុងរយៈពេលខ្លីក៏ប៉ុន្តែចុងក្រោយអារម្មណ៍ដែលនៅសេសសល់គឺមានតែការស្អប់តែប៉ុណ្ណោះដូច្នេះហើយ Arthur មិនដែលមានភាពសប្បាយរីករាយនោះទេក៏ដូចជានាងមិនចង់ឲ្យ Arthur ប្រើប្រាស់ជីវិតដែលនាងខំជួយនឹងទៅធ្វើរឿងបែបនេះឡើយបន្ទាប់ពីបានលើបែបនេះ Arthur ក៏បានគិតនៅក្នុងចិត្តថាប្រហែលជា Sylvia នឹងដឹងរឿងរ៉ាវគ្រប់យ៉ាងអំពីគាត់ជាមិនខាននៅសល់ពេលហ្នឹង Sylvia ក៏បានសួរទៅកាន់ Arthur សារជាថ្មីតើ Arthur នៅពេលដែលមានថាមពលខ្លាំងគាត់យកថាមពលទាំងអស់ហ្នឹងទៅធ្វើអ្វី Arthur ក៏បានតបទៅវិញដោយមិនស្ទាក់ស្ទើរឡើយគាត់នឹងយកថាមពលមួយនេះដើម្បីការពារមនុស្សណាដែលគាត់យកចិត្តទុកដាក់ហើយមនុស្សទាំងអស់នោះសុទ្ធតែជាមនុស្សដែល Arthur ស្រឡាញ់នឹងឯងបន្ទាប់ពីបានលើបែបនេះគឺធ្វើឲ្យ Sylvia នឹងពេញចិត្តខ្លាំងមែនទែនហើយចម្លើយមួយនេះហើយដែលនាងចង់បានបំផុតអំពី Arthur បន្ទាប់ពីនឹងមកយើងកាត់មកមើលខាងក្រៅឯណាវិញនៅសល់ពេលហ្នឹងគឺយើងបានឃើញជាមួយនឹងបិសាចមួយក្បាលដែលរូបរាងរបស់វានឹងដូចទៅកាន់ Sylvia ខ្លាំងមែនទែនក៏ដូចជាបិសាចមួយក្បាលហ្នឹងកំពុងតែតាមរក Sylvia ណាបន្តមកទៀតយើងក៏លេចទៅមើលជីវិតចាស់របស់ Arthur បន្តិចនៅកំឡុងពេលហ្នឹងគឺយើងបានឃើញថា King Grey បានដើរចូលទៅកាន់បន្ទប់មួយដែលក្នុងបន្ទប់មួយនោះគឺមានរូបរបស់គាត់តាំងនៅលើហ្នឹងណាហើយ King Grey ក៏បាននិយាយផងដែរថាប្រទេសមួយនេះឡែងមានធនធានទារីជាពិសេសមិនសូវមានទារកកើតមកនោះទេដូច្នេះហើយការងាររបស់ស្ដេចគឺដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមហើយស្ដេចប្រៀបដូចជាឧបករណ៍សម្រាប់ប្រយុទ្ធអញ្ចឹងក៏ដូចជាយើងបានឲ្យដឹងថា King Grey នឹងព្យាយាមសម្លាប់មនុស្សជាច្រើនធ្វើសង្គ្រាមជាច្រើនហ្នឹងដើម្បីយកទ្រព្យសម្បត្តិក៏ដូចជាមាសប្រាក់ហើយអ្វីៗទាំងអស់នោះគឺដើម្បីតែប្រទេសរបស់គាត់ក៏ដូចជាអំណាចរបស់គាត់ផ្ទាល់នៅពេលដែល King Grey បានគិតនៅក្នុងចិត្តរួចហើយគាត់ក៏បានដើរចាកចេញពីទីនោះទៅបន្ទាប់ពីនឹងមកយើងកាត់មកមើលនាពេលបច្ចុប្បន្នឯណាវិញនៅកំឡុងពេលហ្នឹង Arthur កំពុងតែរៀនតិចៗមួយហ្នឹងជាមួយនឹង Sylvia ហើយគាត់ក៏បាននឹកឃើញកាលពីជីវិតចាស់របស់គាត់ដូចគ្នាដែលកាលពីគាត់គឺជា King Grey ហ្នឹងគាត់អាចធ្វើការគ្រប់គ្រងទៅលើ Key បានយ៉ាងល្អខ្លាំងមែនទែនដូច្នេះហើយនៅពេលដែល Arthur ព្យាយាមបានមួយស្របក់ទៀតទីបំផុត Arthur អាចធ្វើការរៀនតិចៗមួយហ្នឹងបានសម្រេចបន្ទាប់ពីបានឃើញបែបនេះគឺធ្វើឲ្យ Sylvia ជាមួយនឹង Arthur ហ្នឹងសប្បាយចិត្តខ្លាំងមែនទែនតែថានៅភ្លាមៗហ្នឹង Sylvia ក៏បានវាយ Arthur ឲ្យទម្លាក់ខ្លួននៅក្រោមដុំថ្មមួយក៏ដូចជានាងបានប្រាប់ទៅកាន់ Arthur ថាកុំឲ្យមាត់ឲ្យសោះហើយនៅសល់ពេលហ្នឹងគឺយើងបានឲ្យឃើញ
ថាអាបិសាចមកក្បាលដែលតាមរក Sylvia នៅពេលនេះគឺវាបានរក Sylvia ឃើញហើយក៏ដូចជាបិសាចមកក្បាលហ្នឹងនិយាយទៅកាន់ Sylvia ថាដោយសារតែឈាមរបស់នាងទើបគាត់អាចរកនាងឃើញមិនតែប៉ុណ្ណោះវាក៏បានអញ្ជើញ Sylvia ទៅកាន់កន្លែងមួយតែថា Sylvia ហ្នឹងបដិសេធមិនទៅជាមួយនោះទេបន្ទាប់ពីបានឃើញថា Sylvia ហ្នឹងដូចជារឹងក្បាលពេកវាក៏បានប្រើប្រាស់ជាមួយធម៌ពលរបស់វាហ្នឹងបាញ់ទៅកាន់ Sylvia តែម្ដងហើយបិសាចមកក្បាលហ្នឹងបាននិយាយថាប្រសិនបើ Sylvia នៅតែអញ្ចឹងទៀតតិចទៀតនាងនឹងស្លាប់ជាមិនខាននៅកំឡុងពេលហ្នឹងផងដែរ Sylvia ក៏បានបំបែកសម្បករូបរាងកាយរបស់នាងចេញហើយយើងក៏បានឲ្យដឹងថា Sylvia គឺជាអ្នកសមួយក្បាលណាជាពិសេសនៅភ្លាមហ្នឹង Sylvia ក៏បានបាញ់ធម៌ពលបកទៅកាន់អបិសាចមកក្បាលហ្នឹងវិញហើយអបិសាចមកក្បាលហ្នឹងក៏បាននិយាយទៅកាន់ Sylvia ថានេះគឺជារឿងមួយដែលមិនស័ក្តិសមនោះទេហេតុអ្វីបានជា Sylvia នឹងប្រើប្រាស់ជាមួយនឹងធម៌ពលបែបនេះវាពិតជាខាត់បងខ្លាំងមែនទែន Sylvia ក៏បានតបទៅវិញថាឥឡូវហ្នឹងគឺនាងឡើងខ្វល់ហើយអ្វីដែលសំខាន់គឺនាងសប្បាយចិត្តហើយនៅពេលនេះក៏ដូចជានៅកំឡុងពេលហ្នឹងអបិសាចមកក្បាលហ្នឹងក៏បានប្រើប្រាស់ជាមួយនឹងធម៌ពលរបស់វាបង្កើតជាដុំធម៌ពលមួយបាញ់ទៅកាន់ Sylvia តែថានៅភ្លាមហ្នឹង Sylvia ក៏បានត្រដាងស្លាប់ជាមួយនឹងពន្លឺពណ៌មាសហើយយើងក៏បានឃើញថាអ្វីៗទាំងអស់ដែលនៅជុំវិញ Sylvia ត្រូវបានបញ្ឈប់តែម្ដងនៅពេលដែល Arthur បានឃើញបែបនេះគឺធ្វើឲ្យគេនឹងភ្ជាប់ខ្លាំងមែនទែនហើយមានតែ Arthur ជាមួយនឹង Sylvia នោះទេដែលអាចកម្រើកបានក្រៅពីហ្នឹងគឺថានៅស្កប់មួយកន្លែងហ្មងបន្ទាប់ពីហ្នឹងមក Sylvia ក៏បានហៅ Arthur មកចិត្តនាងហើយ Sylvia ក៏បានបើកជាមួយនឹង portal មួយដើម្បី Arthur ចាក់ចេញពីទីនេះតែថានាងក៏បានប្រាប់ទៅកាន់ Arthur ផងដែរច្រកចេញមួយនេះគឺមិនអាចឲ្យ Arthur ទៅជួបឪពុកម្ដាយរបស់គាត់បាននោះទេក៏ដូចជានាងពិតជាសុំទោសទៅកាន់ Arthur ខ្លាំងមែនទែនក៏ប៉ុន្តែប្រហែលជា Arthur នឹងមិនអីនោះទេពីព្រោះថានាងបានបង្រៀនមេរៀនជាច្រើនទៅឲ្យ Arthur ហើយនាងក៏បានឲ្យ Arthur នឹងសន្យាជាមួយនឹងនាងមកថាមពលដែលគាត់ទទួលបានយ៉ាងណាក៏ដោយកុំយកទៅសម្លាប់មនុស្សឲ្យសោះត្រូវតែយកវាទៅការពារមនុស្សណាដែល Arthur ស្រឡាញ់ Arthur ចង់ការពារបន្ទាប់ពីបានលើបែបនេះ Arthur ក៏បានសន្យាជាមួយនឹង Sylvia ផងដែរហើយនៅកំឡុងពេលហ្នឹង Sylvia ក៏បានប្រគល់ជាមួយនឹងកាដូមួយទៅកាន់ Arthur ដែលក្នុងនោះគឺមានដូចជាសុទ្ធមួយគ្រាប់ហើយនឹងរោមរបស់នាងនៅសល់ពេលហ្នឹង Sylvia ក៏បានប្រាប់ទៅកាន់ Arthur ថាត្រូវតែការពារក៏ដូចជាមើលថែសុទ្ធមួយនេះឲ្យបានល្អមិនតែប៉ុណ្ណោះនៅកំឡុងពេលហ្នឹង Sylvia ក៏បានយកក្បាលរបស់នាងទៅប៉ះ Arthur ហើយយើងក៏បានឲ្យឃើញថានៅដៃសងខាងរបស់ Arthur គឺមានជាមួយនឹងស្នាមមួយក៏ប៉ុន្តែយើងមិនទាន់ដឹងនោះទេថាស្នាមមួយហ្នឹងគឺបញ្ជាក់អំពីអ្វីហើយបើទោះបីជា Arthur សួរទៅកាន់នាងក៏ដោយក៏ Sylvia មិនទាន់បានប្រាប់ដែរពីព្រោះថានៅពេលបន្តិចទៀត Arthur នឹងដឹងដោយខ្លួនឯងហើយនៅពេលដែល Arthur ហៅនាងចាក់ចេញពីទីនេះ Sylvia ក៏បានតបទៅវិញថាគឺនាងអត់ចាក់ចេញទៅណាឡើយក៏ដូចជានាងបានប្រាប់ទៅកាន់ Arthur ថានៅពេលនេះគឺដល់ពេលវេលាអីដែលពួកគេទាំងពីរនាក់ត្រូវចែកផ្លូវគ្នាចំណែកឯ Arthur ណែវិញនៅពេលដែលបានឃើញអញ្ចឹងគឺថាយំតែម្ដងពីព្រោះថានាងបានបង្រៀនគាត់មើលថែគាត់ក៏ប៉ុន្តែចុងក្រោយ Arthur មិនអាចការពារនាងបានហើយមានតែរឿងរ៉ាវមួយគត់ដែលគាត់អាចធ្វើឲ្យ Sylvia បានគឺគាត់នឹងរក្សាពាក្យសន្យារវាងពួកគេទាំងពីរនាក់ហើយ Arthur ក៏បានបន្តទៀតថាគឺគាត់មិនខ្វល់នោះទេថានាងគឺជាបិសាចឬក៏ជានាគក៏ប៉ុន្តែនៅក្នុងចិត្តរបស់គាត់ Sylvia គឺជាគ្រួសាររបស់គាត់ក៏ដូចជា Arthur បានហៅ Sylvia នឹងថាជាលោកយាយថែមទៀតផងបន្ទាប់ពីបានលើបែបនេះគឺធ្វើឲ្យ Sylvia នឹងសប្បាយចិត្តខ្លាំងមែនទែនហើយនាងក៏បានអរគុណទៅកាន់ Arthur ដូចគ្នាបន្ទាប់ពីនឹងមក Arthur ក៏បានចូលទៅកាន់ portal មួយនឹងដើម្បីចាកចេញពីទីនេះចំណែកឯ Sylvia ក៏បានធ្វើឲ្យមជ្ឈដ្ឋានជុំវិញខ្លួនរបស់នាងនឹងមានសកម្មភាពសារជាថ្មីហើយដុំធម៌ពលមួយនឹងក៏បានបាញ់ត្រូវ Sylvia តែម្ដងក៏ដូចជានៅកំឡុងពេលដែលបិសាចមកក្បាលនឹងគិតថា Sylvia នឹងប្រហែលជាមិនអាចតដៃបានទៀតស្រាប់តែ Sylvia ក៏បានឆ្លៀតឱកាសបាញ់ធម៌ពលទៅកាន់បិសាចមកក្បាលនឹងដើម្បីសម្លាប់វាចោលភ្លាមហ្មងបន្តមកទៀតម្ដាយរបស់ក្មេងស្រីម្នាក់ហ្នឹងក៏បានសួរថាតើវាគ្រប់គ្រាន់ហើយឬនៅក្មេងស្រីហ្នឹងក៏បានតបទៅវិញថាវាគ្រប់គ្រាន់ហើយអរគុណច្រើនខ្លាំងមែនទែនម៉ាក់របស់នាងក៏បានបន្តទៀតថារឿងរ៉ាវដែលនៅសល់គឺអាស្រ័យទៅលើនាងហើយក្មេងស្រីម្នាក់ហ្នឹងក៏បានតបទៅកាន់ម៉ាក់របស់នាងថាត្រូវហើយនៅបន្តិចទៀតគឺនាងនឹងយកវាចាក់ចេញពីទីនេះបន្ទាប់ពីនឹងមកយើងក៏លេចមកមើល Arthur ណែវិញនៅពេលដែលគាត់កំពុងតែធ្វើដំណើរចាក់ចេញគាត់បាននិយាយថាគាត់ពិតជាពិបាកចិត្តខ្លាំងមែនទែន Sylvia ក៏បានតបទៅវិញថាវាគឺជារឿងមួយដែលធម្មតាទៅហើយពីព្រោះថាពិភពលោកមួយនេះគឺពោពេញទៅដោយទុក្ខព្រួយហើយនេះហើយគឺជាមូលហេតុដែលយើងត្រូវធ្វើឲ្យខ្លួនឯងនឹងមានសុភមង្គលមានភាពរីករាយ Arthur ក៏បានតបទៅវិញថាក៏ប៉ុន្តែគាត់មិនអាចធ្វើបែបនេះបានឡើយនៅពេលដែលបានលើបែបនេះ Sylvia ក៏បានតបទៅវិញថាវាមិនអីនោះទេនៅពេលនេះ Arthur ធ្វើមិនបានក៏ប៉ុន្តែនៅពេលក្រោយ Arthur អាចធ្វើបានអ្វីក៏ដោយគឺចាប់ផ្ដើមពីមួយជំហានម្ដងដូច្នេះហើយនៅពេលនេះ Arthur ធ្វើអីមួយសិនទៅ Sylvia ក៏បានបន្តទៀតថាគឺនាងដឹងថា Arthur អាចធ្វើវាបានពីព្រោះថាគាត់គឺជាស្ដេចដ៏ខ្លាំងក្លាម្នាក់បន្ទាប់ពីបានឮអញ្ចឹងគឺធ្វើឲ្យ Arthur នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថា Sylvia គឺនាងបានដឹងពីជីវិតចាស់របស់គាត់ក៏ដូចជានាងបានបន្តទៀតថាកុំឲ្យបេះដូងរបស់គាត់ពោពេញទៅដោយការស្អប់ហើយនឹងកំហឹងហើយនាងក៏បានជូនពរទៅឲ្យ Arthur ផងដែរសូមឲ្យជីវិតថ្មីរបស់ King Grey មួយនេះគឺពោពេញទៅដោយពន្លឺបន្ទាប់ពី
ពីនឹងមក Arthur ក៏បានដឹងខ្លួនឡើងវិញនៅក្នុងព្រៃដ៏ធំមួយក៏ដូចជានៅកំឡុងពេលហ្នឹង Arthur បានលើជាមួយនឹងសម្លេងអ្វីម្យ៉ាងក៏ប៉ុន្តែយើងមិនទាន់ដឹងនោះទេថាវាគឺជាអ្វីហើយមកដល់ចំណុចនេះហើយអេពីសូតទី3នៃសាច់រឿង The Beginning After the End ក៏ត្រូវបានមកដល់ទីបញ្ចប់និយាយរួមទៅមកដល់អេពីសូតទី3មួយនេះចម្ងល់គឺកើតឡើងពេញខួរក្បាលរបស់ខ្ញុំតែម្ដងអាចនិយាយបានថានៅពេលនេះអាចកំបាំងដែលយើងបានឃើញមិនទាន់បានដោះស្រាយដូច្នេះហើយមានតែចាំមើលទៅមុខទៀតថាតើសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាអូខេខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Fianame សូមអរគុណនិងសូមជម្រាបលាអ្នកនរគ្នាយើងចាំជួបគ្នាជាមួយនឹងអេពីសូតទី4នៃសាច់រឿង The Beginning After the End